បានសួស្តីបងប្អូនអរគ្នាពពកក្រហមមកទៀតហើយថ្ងៃនេះដែរពពកក្រហមនាំរឿងមកជូនប្រិមិត្តទៀតហើយរឿងដែលចម្លែកហើយក៏ជារឿងដែលរន្ធត់ដែលមានការភ័យខ្លាចពីប្រជាពលរដ្ឋយ៉ាងច្រើនមែនទែនបានកុំឲ្យខាតពេលយូរខ្ញុំនឹងដំណើររឿងនេះដូចតទៅបានរឿងនេះបានកើតឡើងទៅលើគ្រួសារមួយដែលជាអនិកជនបារាំងដែលមានប្រពន្ធជាជនជាតិខ្មែរហើយនឹងបង្កើតគ្រួសារបានរយៈពេលជាច្រើនឆ្នាំហើយខាងបងប្រុសជាជនជាតិបារាំងហ្នឹងគាត់ឈ្មោះបងចនហើយបងស្រីជាជនជាតិខ្មែរហ្នឹងគាត់ឈ្មោះចែបូផាហើយគាត់បានចាប់ដៃគ្នាសាងជាគ្រួសារហ្នឹងក៏បានជាចំណងដៃកូនម្នាក់កូនហ្នឹងគឺឈ្មោះម៉ារីអូមានអាយុ12ឆ្នាំការដែលខ្ញុំដំណើររឿងគឺដំណើររឿងដល់ពេលវេលាដែលគាត់ផ្លាស់ទីលំនៅពីភ្នំពេញបាទហើយរឿងនេះដែរគឺកើតឡើងនៅក្នុងខេត្តកំពង់ស្ពឺបាទបងចនហើយនឹងចែបូផាបានសម្រេចចិត្តទៅទិញដីនិងទិញផ្ទះនៅខាងខេត្តកំពង់ស្ពឺទីរួមខេត្តតែម្ដងបច្ចុប្បន្នហ្នឹងគឺទីរួមខេត្តហើយបាទហើយបងចនបានទិញផ្ទះមួយខ្នងជាប្រភេទផ្ទះខ្មែរយើងហ្នឹងបានន័យថាខាងលើជាផ្ទះឈើខាងក្រោមហ្នឹងគឺផ្ទះដែលគាត់កឥតតែផ្ទះថ្មហ្នឹងណាគេហៅឈើលើថ្មក្រោមបងចនក៏បានទិញដីមួយកន្លែងទៀតទល់មុខជាមួយនឹងផ្ទះឈើលើនឹងថ្មក្រោមរបស់គាត់ហ្នឹងហើយសម្រាប់ដីនឹងដែរគឺមានស្រះទឹកបងចនគាត់ឃើញដីនឹងមានស្រះទឹកនៅខាងចុងដីខាងក្រោយដីអញ្ចឹងបងចនក៏បានសម្រេចចិត្តជាមួយនឹងចែបូផាហ្នឹងគឺសាងសង់ផ្ទះបានថាសាងសង់ផ្ទះថ្មតែមួយជាន់ទេអញ្ចឹងណាផ្ទះថ្មរបស់គាត់ហ្នឹងគឺមានបន្ទប់គេង2ហើយមានផ្ទះបាយមានកន្លែងទទួលភ្ញៀវអីចឹងទៅបានហើយការនោះគឺកើតឡើងបងចនបានទៅទិញផ្ទះនៅខាងខេត្តកំពង់ស្ពឺហ្នឹងគឺអំឡុងឆ្នាំ2000ទិញដីទិញផ្ទះហ្នឹងណាគាត់ក៏បានសាងសង់ផ្ទះនៅលើដីថ្មីដែលទល់មុខនៅផ្ទះដែលគាត់បានទិញស្រាប់អញ្ចឹងហើយផ្ទះនេះគឺស្អាតដោយសារតែនៅខាងក្រោយមានបរិយាកាសបានន័យថាមានស្រះទឹកមានអីចឹងទៅហើយផ្ទះមានលបងមានអីចឹងណាក្រោយផ្ទះគាត់ក៏មានវាលស្រែមានអីដែរអញ្ចឹងគាត់សាងសង់ផ្ទះចំកណ្ដាលដីអញ្ចឹងខាងមុខគឺជាកន្លែងសម្រាប់ដាក់ឡានពីព្រោះបងចនហើយនឹងចែបូផាហ្នឹងគាត់មានឡានមួយគ្រឿងជាគ្រួសារលក្ខណៈគ្រួសារណាហើយគាត់ទៅទិញនៅទីតាំងនៅខេត្តកំពង់ស្ពឺហ្នឹងគឺគាត់អត់មានបងប្អូននៅទីហ្នឹងទេដោយសារតែគាត់ចង់ទៅរស់នៅខេត្តកំពង់ស្ពឺដែលជាមានព្រៃមានភ្នំអីចឹងទៅបាទមានភ្នំមានព្រៃព្រឹក្សាបែបលក្ខណៈធម្មជាតិចឹងណាបាទហើយបងចនបានធ្វើផ្ទះសាងសង់អំឡុងឆ្នាំ2000បានន័យថាគាត់សាងសង់ផ្ទះនឹងក្នុងអំឡុងឆ្នាំនឹងប្រហែលជាកន្លះឆ្នាំបានសាងសង់ហើយផ្ទះថ្មហ្នឹងណាគាត់ក៏បានស្នាក់នៅផ្ទះឈើបដោះអាសន្នមុននៅផ្ទះថ្មហ្នឹងដែលបានសាងសង់ហើយបាទកន្លះឆ្នាំក្រោយនៅពាក់ឆ្នាំ2020តដែរហ្នឹងគឺ2000អធ្យាស្រ័យគឺឆ្នាំ2000អញ្ចឹងណាគាត់ក៏បានសាងសង់ហើយពួកគាត់ក៏បានចូលទៅស្នាក់នៅបាទហើយក៏គាត់មានប្រជាពលរដ្ឋជាច្រើនដែលបានស្គាល់គាត់ថាគាត់ជាអ្នកមានអីមកពីខាងភ្នំពេញហើយមានប្តីជាជនជាតិបារាំងអីចឹងទៅអញ្ចឹងណាហើយមើលទៅគ្រួសារគាត់ជាគ្រួសារធូរធារជាងគេនៅក្នុងភូមិហើយភាគច្រើនអ្នកភូមិចូលចិត្តមកលេងផ្ទះគាត់អាសាធ្វើកម្មវិធីជប់លៀងអីផ្សេងអញ្ចឹងណាមួយខែ2ដងអីចឹងទៅបាទហើយគាត់ហៅអ្នកភូមិហៅអីដែលនៅចិត្តភូមិជាមួយគាត់ហ្នឹងមកហូបអីជុំគ្នាហើយបងចនក៏មានសាច់ញាតិនៅខាងបារាំងមកលេងគាត់ឬក៏ខាងបងស្រីអីចឹងមកលេងគាត់ដែរអញ្ចឹងណាហើយគាត់ទុកផ្ទះឈើហើយផ្ទះឈើដែលទល់មុខអាផ្ទះចាស់ដែលគាត់ទិញដំបូងហ្នឹងគឺទុកសម្រាប់ទទួលសាច់ញាតិបាទទុកទទួលសាច់ញាតិរបស់គាត់ចឹងទៅហើយម្លងបានជាច្រើនខែនៅថ្ងៃមួយជាថ្ងៃដែលអ្នកភូមិគាត់និយាយថាថ្ងៃហ្នឹងជាថ្ងៃកម្មវិធីដែលមានអ្នកភូមិមួយចំនួនដែរបានចូលរួមណាគាត់ធ្វើកម្មវិធីនៅផ្ទះគាត់ពេលល្ងាចថ្ងៃហ្នឹងគឺជាកម្មវិធីខួបកំណើតរបស់កូនគាត់ហ្នឹងគឺរបស់ម៉ារីអូបាទ
ហើយគ្រប់គម្រប់ខួបអាយុ12ឆ្នាំរបស់ Mario ហ្នឹងហើយថ្ងៃហ្នឹងដែរមានអ្នកភូមិមានអីមកចូលរួមអញ្ចឹងទៅណាមានច្រើនហើយក៏មានសាច់ញាតិពីភ្នំពេញទៅម្នាក់ពីរនាក់ដែរដើម្បីចូលរួមណាបាទហើយកម្មវិធីនេះគឺចាប់ដើមញ៉ាំជុំគ្នាពីល្ងាចទៅរហូតដល់ម៉ោង9 10យប់អញ្ចឹងទៅក៏អ្នកដែលចូលរួមហ្នឹងក៏បានចែកជើងគ្នាទៅអស់អញ្ចឹងទៅបានក៏ចែកជើងគ្នាទៅហើយខាងបងប្អូនសាច់ញាតិរបស់ខាងគ្រួសារចៅបុផានិងបងចន់ហ្នឹងក៏ត្រឡប់ទៅភ្នំពេញវិញទៅក៏គាត់បើកឡានទៅភ្នំពេញវិញអញ្ចឹងណាហើយផ្ទះបងចន់គឺស្អាតណាស់នៅខាងក្រោយហ្នឹងគឺមានស្រះទឹកមួយហើយបងចន់មានឡានមួយគ្រឿងប្រភេទ SUV អញ្ចឹងទៅឡានលក្ខណៈឡានខ្ពស់លក្ខណៈគ្រួសារ3នាក់ម្ដាយកូនគាត់អញ្ចឹងណាហើយយប់នោះដែរគឺអ្នកដែលគេឃើញថានឹកឃើញថាចេញទៅក្រោយគេទៅភ្នំពេញហ្នឹងគឺខាងគ្រួសាររបស់បងចន់ហើយនឹងចៅបុផាដែលត្រឡប់ទៅភ្នំពេញវិញរៀងយប់ជ្រៅជាងគេគឺប្រហែលជាម៉ោង10អីហ្នឹងឯងបានម៉ោង10ហើយនៅថ្ងៃនោះដែរគឺបានន័យថាផ្ទះបងចន់នៅពេលដែលព្រឹកឡើងមកហ្នឹងគឺមានសភាពធម្មតាទេហ្នឹងហើយមានសភាពធម្មតាទេហើយក៏បានចាក់សោលបងហើយនឹងចាក់សោផ្ទះអញ្ចឹងណាហើយអ្នកភូមិក៏អត់ឃើញដែរព្រោះបាត់ឡានអ្នកភូមិក៏សន្មតថាបងចន់ហ្នឹងហើយនឹងចែបុផាហ្នឹងណាគាត់បានត្រឡប់ទៅភ្នំពេញទៅលេងផ្ទះបងប្អូនគាត់ចឹងឲ្យវិញទៅបាទគឺបាត់ទាំងគ្រួសារគាត់ទៅទាំងអស់អញ្ចឹងណាបាទហើយបាត់ម្លងអស់ជាច្រើនខែបានន័យថាគាត់ចាក់សោទៅអត់មានអ្នកនៅផ្ទះជាច្រើនខែអញ្ចឹងទៅអញ្ចឹងផ្ទះគាត់គឺចាក់សោចាក់លបងអីចោលរហូតអញ្ចឹងទៅណាប៉ុន្តែភាគច្រើនពេលខ្លះអីចឹងទៅក៏ផ្ទះគាត់ទុកចោលអញ្ចឹងទៅក៏ពេលខ្លះក៏មានចោលមានអីចង់ទៅកោះផ្ទះកោះអីដែរអញ្ចឹងការសម័យហ្នឹងណាបានហើយក៏ម្លងបានបាត់គាត់អត់នៅផ្ទះអត់ឃើញបងចន់ហើយនឹងចៅបុផានៅផ្ទះទាំងគ្រួសារប្រហែលជា5-6ខែអ្នកភូមិប្រហែលជាគិតថាទាំងអស់គ្នាអ្នកចិត្តខាងគិតថាមើលទៅប្រហែលជាគាត់ទៅស្រុកគាត់ហ្នឹងទៅបារាំងអីចឹងណា5-6ខែហើយក្នុងអំឡុងពេលខែទី6ហ្នឹងក៏បានន័យថាក៏បងប្អូនរបស់ចៅបុផានោះគាត់មករកចៅបុផាអញ្ចឹងមកដល់ផ្ទះអញ្ចឹងហ្មងតើតាក់តងអត់បានកាលហ្នឹងយើងពិបាកតាក់តងអត់សូវមានលេខទូរស័ព្ទហ៎អញ្ចឹងដល់ពេលតាក់តងអត់បានមកដល់ផ្ទះក៏សួរថាសួរអ្នកភូមិនៅចិត្តហ្នឹងណាថាមានបានឃើញម្ចាស់ផ្ទះឥឡូវមិនផ្ទះដោះស្មៅក៏អត់ទៅណាបាត់អីអ្នកភូមិក៏បាននិយាយថាគាត់អត់ឃើញនៅផ្ទះទេរយៈពេល6ខែហើយអញ្ចឹងណាបាទរយៈពេល6ខែហើយហ្នឹងហើយប៉ុន្តែបងប្អូនដឹងទេ6ខែហ្នឹងនៅផ្ទះដែលទុកចោលហ្នឹងមិនដែរគឺមានការចោលលួចចោលអញ្ចឹងប៉ុន្តែអត់មានចោលលួចទៅកោះផ្ទះគាត់បានទេបាទអត់មានទេព្រោះពេលខ្លះផ្ទះរបស់គាត់ដោះស្មៅអីចឹងទៅអ្នកភូមិខ្លះគាត់ជិះម៉ូតូពេលយប់អីចឹងទៅគាត់គេឃើញគ្រួសារបងចន់នៅអាពេលខែអ្នកដែលអត់ដឹងមកឃើញគ្រួសារគាត់នៅពេលយប់អីចឹងទាំងអស់គ្នាផ្ទះមានភ្លើងមានអីបើកចឹងណាហ្នឹងហើយក៏មានចែមួយគាត់សួរថាយប់មិញខ្ញុំជិះកាត់ផ្ទះបារាំងនោះគាត់មកវិញទេផ្ទះបារាំងគេនៅនោះគេហៅផ្ទះបារាំងគេថាផ្ទះបារាំងគេមកវិញទេបាត់ 3-4 ខែដល់ពេលអ្នកនៅចិត្តហ្នឹងគេថាមានមកពីណាផ្ទះហ្នឹងអត់មានមកពីណាអានេះក៏អត់មានអ្នកសង្ស័យដែរគេថាអ្នកខ្លះគេគិតថាប្រហែលជាមានសាច់ញាតិណាមកបើកភ្លើងអីចឹងណាមួយថ្ងៃអីចឹងទៅបាទហើយរឿងណាបាត់អត់ដែរបានឃើញទេអ្នកភូមិអត់ដែរបានឃើញបងចន់ហើយនឹងចៅបុផាហើយនឹងម៉ារីអូនៅផ្ទះហ្នឹងទុកចោលអស់រយៈពេល2ឆ្នាំបាទ2ឆ្នាំហើយបានន័យថាផ្ទះហ្នឹងទុកចោល2ឆ្នាំតែម្ដងគឺទុកចោលហ្នឹងហើយក៏អត់ដែរឃើញបងចន់ហើយនឹងចៅបុផាគាត់មកមើលផ្ទះមើលអីដែរ2ឆ្នាំអំឡុងពេល2ឆ្នាំហ្នឹងមានសាច់ញាតិគាត់មកសួរ2-3 ដងដែរតែអត់ដឹងថាបាត់ដំណឹងគាត់ទៅណាអញ្ចឹងព្រោះអត់មានអីទំនាក់ទំនងកាលហ្នឹងពិបាកមែនតើក្នុងការទំនាក់ទំនងអញ្ចឹងណាបាទហើយអំឡុងពេល2ឆ្នាំក្រោយដល់ឆ្នាំ2002បាទឆ្នាំ2002ប្រហែលជាពាក់កណ្ដាលឆ្នាំ2002ហ្នឹងហើយក៏ធម្មតាស្រះទឹកខាងក្រោយហ្នឹងខាងក្រោយផ្ទះ
បងចอยហ្នឹងអត់ដែររីងទេតែឆ្នាំនោះវាជាឆ្នាំក្តៅអញ្ចឹងបានថារៀងរីងតិចទៅថ្ងៃមួយមានអ្នកគេមកគេខែភ្លៀងគេមកឆ្លោះអង្កែបបានន័យថាវាទៅតែភ្លៀងដបងឯងអញ្ចឹងណាគេអត់ដែរហ៊ានចាប់អារម្មណ៍ផ្ទះបងចនទេគេអត់ដែរហ៊ានមានអាណៃចូលព្រោះមានលបងមានអីចឹងទៅបាទហើយគ្រាន់តែលបងហ្នឹងគឺវាជាលក្ខណៈលបងលួសតែខ្ពស់អត់មានអ្នកចូលបានទេហ្នឹងហើយសាប់តែពេលថ្ងៃហ្នឹងអ្នកឆ្លោះអង្កែបគាត់ដើរឆ្លោះពីក្រោយផ្ទះបងចនមកតាមវាស្រែហ្នឹងគាត់ឆ្លោះត្រីដាក់ត្រួយអញ្ចឹងណាអ្នកភូមិណាសាប់តែពេលទឹកស្រះផ្ទះបងចនហ្នឹងគាត់រីងបានន័យថាឆ្នាំហ្នឹងរីងហើយអ្នកដែលគាត់ទៅឆ្លោះហ្នឹងតើបងប្អូនដឹងទេតើគាត់បានឆ្លោះទៅចូលទៅស្រះក្នុងស្រះទឹករបស់បងចយហ្នឹងតើគាត់បានឃើញអីបងប្អូនសម័យមើលមានអាចរំលឹកឃើញទេតាំងពីខ្ញុំនិយាយពីដើមមកបានអ្វីដែលគាត់ឃើញហ្នឹងគឺឡានដបូឡានរបស់បងចយនឹងចៅបូផាហ្នឹងណាដែលមានសភាពច្រេះមែនតែនច្រេះរយៈពេលចូលចុះជឿធ្លាក់ចូលទៅក្នុងនឹងចូល2ឆ្នាំហើយអញ្ចឹងណាលក្ខណៈច្រេះបាទហើយរីងទៅក៏ឃើញឆ្អឹងបានន័យថាឆោះទៅឃើញឆ្អឹងខ្មោចនៅក្នុងនឹងណានៅក្នុងអាកាប៊ីនមុខពីអ្នកប្តីប្រពន្ធនឹងអញ្ចឹងទៅក៏បងហ្នឹងគាត់អ្នកភូមិដែលគាត់មកឆ្លោះហ្នឹងគាត់ទៅប្តឹងប៉ូលីសហ្នឹងហើយទៅប្តឹងប៉ូលីសដើម្បីមកមើលណាទៅប្តឹងប៉ូលីសក៏មកធ្វើការទាំងយប់ចឹងទៅណាដាក់ភ្លើងដាក់អីម៉ាស៊ីនភ្លើងអីមកចាប់ពេលមកក៏យកស្ទូចមកស្ទូចឡានបងចនហ្នឹងណាបាទឡានបងចនហ្នឹងចេញពីក្នុងទឹកបងប្អូនដឹងទេរន្ធត់ចិត្តណាស់គឺបានន័យថាសាកសពរលួយអស់ហើយនៅសល់តែក្រុងឆ្អឹងឡាននិងក្រុងឆ្អឹងមនុស្សខាងមុខកៅអី2នាក់ហ្នឹងកន្លែងបើកកន្លែងអង្គុយបាទអត់តន់រន្ធត់ទេបងប្អូនដឹងទេអ្វីដែលកាន់តែរន្ធត់ខ្លាំងទៀតនោះគឺនៅខាងក្រោយហ្នឹងគឺខាងកៅអីខាងក្រោយហ្នឹងគឺមានឆ្អឹងក្រុងឆ្អឹងរបស់កូនក្មេងបើន័យថាកូនរបស់គាត់បាទបើន័យថាទាំងគ្រួសាររបស់គាត់ហ្នឹងគឺនៅក្នុងឡានហ្នឹងរយៈពេល2ឆ្នាំហើយស្លាប់នៅក្នុងស្រះហ្នឹងដោយមិនដឹងមូលហេតុបងប្អូនណាអត់ដឹងមូលហេតុទេគឺអត់ដឹងរយៈពេល2ឆ្នាំគឺពុំមានការតាក់តងបានហើយបងប្អូនក៏ចូលមកក៏អត់ចាប់អារម្មណ៍រឿងស្រះដែរព្រោះស្រះទឹកជ្រៅអញ្ចឹងគេអត់បានចាប់អារម្មណ៍រឿងស្រះទេព្រោះទាំងឡានទាំងមនុស្សទាំងអីគឺបាត់អស់ហើយអញ្ចឹងណាហើយផ្ទះក៏ចាក់សោទៀតហើយពេលដែលប៉ូលីសលើកមកហ្នឹងលើកឡានស្ទូចចេញមកទុកសិនព្រឹកឡើងចាប់ដើមធ្វើការបន្តពីព្រោះការងារនេះគឺជាគេអត់តន់សន្មត់ថាជាធាតុកម្មឬក៏មានអ្វីបញ្ហាអ្វីប្លន់អីក៏គេអត់ដឹងដែរអញ្ចឹងណាទុកដល់ព្រឹកឡើងខាងមន្ត្រីជំនាញសមត្ថកិច្ចមន្ត្រីជំនាញមកក៏សម្រាប់ចិត្តវាយសោផ្ទះបាទវាយសោផ្ទះចូលទៅក្នុងបងប្អូនដឹងទេរយៈពេល2ឆ្នាំផ្ទះដែលអត់មានមនុស្សនៅបាទតែចូលទៅបានន័យថាចូលទៅដល់ក្នុងផ្ទះហ្នឹងសភាពផ្ទះនៅធម្មតាកន្លែងដែលកម្មវិធីជប់លៀងដែលគាត់ជប់លៀងកម្មវិធីខូបកណើតរបស់ Mario ហ្នឹងចានឆ្នាំងកន្លែងផឹកស៊ីកំប៉ុងសាអីផ្សេងទាំងអស់គឺនៅកន្លែងលើតុទៀបត្រាទាំងអស់ដែលពុំមានការអញញ៉ៃអីនៅក្នុងផ្ទះទេហើយណាមួយទៀតរយៈពេល2ឆ្នាំបានន័យថាវាដោះស្នឹមដោះស្លែលើចានលើអីដោះស្លែអស់ហើយបាទហើយសាកសពគេសន្និដ្ឋានថាគឺបងចន់ហើយនឹងចៅបុផានិងកូនរបស់គាត់គឺត្រូវឲ្យព្រោះគ្រួសារគាត់មានតែ3នាក់ទេបាទតែ3នាក់ទេហ្នឹងហើយនេះគឺជាធាតុកម្មដែលចម្លែកប៉ូលីសខាងសមត្ថកិច្ចពុំអាចស្រាវជ្រាវបានថាធាតុកម្មហ្នឹងគឺដោយសារអ្វីនោះទេបងប្អូនដឹងទេគឺអត់ដឹងថាកើតរឿងអីអត់ដឹងថាមានរឿងអីដែលកើតឡើងចំពោះគ្រួសារគាត់ទេពីព្រោះអីនៅក្នុងអំឡុងឆ្នាំហ្នឹងនៅពេលដែលមានការកើតឡើងហ្នឹង
ឃើញសពគ្រួសារគាត់ទាំងអស់ដែលមានកម្មវិធីជប់លៀងអីនៅក្នុងផ្ទះហ្នឹងណាដែលមានអ្នកចូលរួមច្រើនមែនតែនប៉ុន្តែនៅពេលដែល2ឆ្នាំក្រោយចាប់ដើមគេដឹងបញ្ហាទាំងអស់នឹងកើតឡើងមកពុំមានម្នាក់ណាដែលអាចអះអាងថាបានចូលរួមនៅក្នុងកម្មវិធីផ្ទះគាត់នោះទេតែទាំងជាក់ស្ដែងនៅចានឆ្នាំងចានដែលដាក់លើតុកែវស្រាដែលហូបអីហ្នឹងមានចំនួនទៅដល់ជាង20កែវបានន័យថា20ចានអញ្ចឹងនៅក្នុងកម្មវិធីហ្នឹងមានសំណាក់ដែលចូលរួមអាចជាង20នាក់ទៅ30នាក់បាទប៉ុន្តែអ្វីដែលជាក់ស្ដែងគឺពុំមាននរណាម្នាក់ដែលបានថាអះអាងទទួលថាបានចូលរួមក្នុងកម្មវិធីទេបងប្អូនដឹងស្រាប់ហើយព្រោះការព្រោះនេះគឺជារឿងក្តីរឿងក្តាំងអីចឹងណាអត់មានអីចម្លែកទេបាទន័យថារឿងនេះគេនឹងសន្មតថាជារឿងក្តីឃាតកម្មទី1ប៉ូលីសបានឆែកឆេរនៅក្នុងផ្ទះគាត់ណាពុំមានមាសពុំមានប្រាក់អីទាំងអស់បានន័យថារបស់របរដែលមានតម្លៃនៅក្នុងផ្ទះហ្នឹងគឺអត់មានទេបាទគឺបាត់បង់អស់ហើយអត់មានលុយអត់មានមាសពីព្រោះធម្មតាផ្ទះគាត់មានលុយគាត់ជាអ្នកមានអញ្ចឹងបានន័យថាគាត់ផ្ទះគាត់គឺមានលុយសម័យហ្នឹងគឺពុំមានធនាគារណាដាក់ទេហើយណាមួយចាយបុផាក៏មានមាសមានប្រាក់ដែរគាត់ពាក់ច្រើនរៀងធំជាងគេអញ្ចឹងណានៅក្នុងភូមិអញ្ចឹងទៅតែអត់មានឃើញរបស់ទាំងអស់ហ្នឹងបាត់បង់ទេហើយសភាពផ្ទះគឺចាក់សោពីក្រៅធម្មតាហើយសោហ្នឹងគឺចាស់ហើយ2ឆ្នាំហើយប៉ូលីសมันអាចតាក់ទងគ្រួសារបានសំបីតែម្នាក់ពីព្រោះអត់មានអត្តសញ្ញាណណាដែលអាចតាក់ទងគ្រួសារគាត់បានទេខាងប៉ូលីសស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំរឿងក្តីនេះគឺជារឿងក្តីដែលចម្លែកពុំអាចស៊ើបដឹងថាអ្នកណាជាឃាតករឬក៏គាត់ស្លាប់ដោយមូលហេតុអីគេព្រោះការសន្និដ្ឋានមកវិញថាมันអាចនិយាយថាគាត់បើកឡានតម្លាក់ក្នុងទឹកខ្លួនឯងទេទី1ឡានរបស់គាត់ហ្នឹងគឺអត់មានបានកាច់សោបច្ឆេះទេទោះបីជាយើងបានន័យថាសម័យហ្នឹងគេប្រើសោប៉ុន្តែអត់មានបានកាច់សោបច្ឆេះទេព្រោះសោហ្នឹងគឺពុំមានឃើញនៅក្នុងឡានឡើយព្រោះឡានគឺគេដាក់លេខ N ដើម្បីរុញព្រោះឡានលេខដៃអញ្ចឹងណាបងប្អូនបើបងប្អូនធ្លាប់ស្គាល់ឡានសេរីចាស់គឺដឹងហើយប៉ុន្តែអ្វីដែលជាក់ស្ដែងគឺធម្មតាឡានរបស់បងចន់គឺដាក់នៅមុខផ្ទះអត់ដែរដាក់នៅក្រោយផ្ទះទេគេសួរថាតើឡានចូលទៅក្នុងស្រះទឹកនឹងដោយរបៀបណានេះគឺជារឿងក្តីដ៏ចម្លែកខ្លាំងមែនទែនបាទរឿងនេះបានន័យថាពិបាកស៊ើបអស់រយៈពេលច្រើនឆ្នាំហើយមកដល់ឆ្នាំ2025ហើយក៏អត់មានអ្នកដឹងពីមូលហេតុស្លាប់គ្រួសាររបស់គាត់ដែរហើយហ្នឹងហើយនេះហើយខ្ញុំត្រឡប់ទៅក្រោយវិញបានន័យថាក្រោយការស៊ើបក្តីស៊ើបអីអត់បានជាព័ត៌មានណាអត់បានជាព័ត៌មានហ្នឹងហើយចាប់ពីថ្ងៃដែលគេស្រង់ឡានគាត់ចេញពីទឹកទាំងគ្រួសារមកហ្នឹងណាហើយកាលហ្នឹងអត់មានបានយកតាណាទេបានន័យថាបូជាគាត់នៅផ្ទះគាត់តែម្ដងនៅមុខផ្ទះគាត់ហ្នឹងណាដាក់ទាំង3នាក់ហ្នឹងទៅក៏សម្រាប់ហៅមកលោកមកសូត្រមន្តអញ្ចឹងទៅធ្វើបន់ជំនួសបូជាឆ្អឹងដែលគាត់បានសក់អត់ទៅហើយអញ្ចឹងព្រោះអីយើងអត់ដឹងយើងຕົករកសាច់ញាតិអត់បានបាទរកសាច់ញាតិបានហើយឡានក៏យកទៅតម្កល់ចោលនៅខាងសាលាស្រុកអីចឹងទៅព្រោះយើងរឿងក្តីនេះចម្លែកបាទរឿងក្តីនេះចម្លែកហ្នឹងហើយនេះជារឿងបន្តទៅទៀតបងប្អូនដឹងទេចាប់ពីថ្ងៃដែលគេស្រង់គាត់ចេញពីទឹកមកឡានចេញពីទឹកមកណាបាទប្រជាពលរដ្ឋនៅពេលដែលជិះកាត់ផ្លូវហ្នឹងមិនទាន់ជាផ្លូវកស៊ូឬក៏ផ្លូវបេតុងដូចរាល់ថ្ងៃទេពីមុនហ្នឹងគ្រាន់តែជាផ្លូវគ្រួសក្រហមទេអ្នកណាក៏ដោយឲ្យទៅជិះកាត់ផ្ទះគាត់នៅពេលល្ងាចចាយបុផានឹងបង្ចយនឹងគ្រួសារគាត់នឹងតែងតែបក់ដៃហៅគាត់ពីក្នុងផ្ទះមកមួយចឹងគ្រប់គ្នាចឹងទៅណាឲ្យតែអ្នកនៅក្នុងភូមិបក់ដៃហៅនេះហៅនោះអ្នកភូមិគ្រាន់តែឃើញពួកគាត់ហ្នឹងសឹងថាជិះកង់និងជិះម៉ូតូអត់ទាន់ភ័យរត់ខ្លាំងភ័យខ្លាំងមែនតើបានន័យថាគាត់លងបែបរាល់ថ្ងៃលងគេឲ្យ
ឲ្យឃើញបដ ாய் បានហើយយប់ឡើងបើកភ្លើងបើអីផ្ទះគាត់3នាក់ហ្នឹងមើលពីចង្អាយមកក៏ឃើញមើលពីឃើញអញ្ចឹងទៅហើយកាលហ្នឹងក៏មានបានន័យថាក៏មានមានចោលមានអីអញ្ចឹងទៅចង់កោះផ្ទះលួចអវ៉ាន់លួចអីតែអត់ដែលបានចូលទៅកោះទេតែដល់ត្រូវឡងរហូតរត់ចេញមកវិញហ្នឹងមិនថាណាទេហើយជំវិញផ្ទះហ្នឹងបច្ចុប្បន្នគឺអត់មានណាគេស្នាក់នៅដូចគ្នាបានន័យថាលងឆ្ងាយ200ម៉ែត្រអីបានមានផ្ទះឥឡូវហ្នឹងតែចង់ប្រាប់បងប្អូនថាផ្ទះគាត់ទាំងពីរហ្នឹងគឺនៅទល់គ្នាហ្នឹងនៅដល់រាល់ថ្ងៃហ្នឹងគឺក៏អត់មានណានៅដែរបានហើយទុកចោលមានព្រៃដោះពីព្រោះរកសាច់ញាតិណាអត់បានអញ្ចឹងគឺទុកចោលការឡងរបស់គាត់ហ្នឹងគឺឡងសាហាវឡងរបៀបម៉េចបងប្អូនដឹងទេបានន័យថាគាត់ឡងជាប្រចាំឡងដល់រាល់ថ្ងៃហ្នឹងក៏នៅតែគេខ្លាចដែរឡងខ្លាំងមែនតើហើយរឿងក្តីហ្នឹងបងប្អូនសម័យថាគ្រួសារគាត់លែងមាននរណាគេមកអះអាងទទួលហើយហេតុអីបានរឿងក្តីហ្នឹងជារឿងក្តីដែលចម្លែកអត់ដឹងថាគាត់ស្លាប់ដោយសារអីពុំមានស្នាក់ស្នាមមូលហេតុពុំមានស្នាក់ស្នាមដោយសារតែសាកសពគាត់ទាំងអស់ហ្នឹងគឺបានរលាយអស់បាត់ទៅហើយនៅសល់តែគ្រោងឆ្អឹងហើយក៏អត់មានដានអ្វីដែលសល់ដែរវា2ឆ្នាំបាត់ទៅហើយល្មមដឹងថាសាកសពហ្នឹងគឺបានស្លាប់អញ្ចឹងណាហើយអ្វីដែលសំខាន់បំផុតរឿងនេះដែលខ្ញុំចង់លើកយកមករាយរាប់ឲ្យបងប្អូនបានស្ដាប់នេះគឺបានន័យថារឿងនេះគឺជារឿងចម្លែកហើយការលងរបស់គាត់ហ្នឹងគឺរាល់ថ្ងៃក៏នៅតែលងដែរបើបងប្អូនមិនជឿទេរាល់ថ្ងៃបងប្អូនទៅខាងខេត្តកំពង់ស្ពឺបាទនៅកំពង់ស្ពឺខ្ញុំអត់ចង់ប្រហើបថានៅកន្លែងណាទេព្រោះផ្ទះហ្នឹងទល់មុខគ្នាចំទីរួមខេត្តឯបច្ចុប្បន្ននៅទីរួមខេត្តហើយផ្ទះគាត់ហ្នឹងគឺឥឡូវបច្ចុប្បន្នផ្ទះគាត់ហ្នឹងផ្លូវភ្លោះណាហើយមានព្រៃដោះជុំវិញដៃបើយើងបត់ចូលពីផ្លូវជាតិលេខ4ទៅផ្ទះឈើនៅខាងស្ដាំដៃផ្ទះថ្មនៅខាងឆ្វេងដៃទល់មុខគ្នាហ្នឹងអញ្ចឹងហើយមានព្រៃដោះជុំវិញបើថាម្នាក់ឯងយប់អីក៏អត់សូវមានណាហ៊ានជិះកាត់ដែរព្រោះគាត់នៅតឡងដែរហ្នឹងបានន័យថាពួកគាត់អត់ទាន់ដឹងថាគាត់ស្លាប់ប៉ុន្តែគាត់ដឹងថាអត់ទាន់ដឹងថាគាត់ស្លាប់យប់ឡើងគឺគាត់ដឹងថាគាត់នៅជាមួយនឹងគ្រួសាររបស់គាត់ដូចចឹងទៅគេឡងអញ្ចឹងទៅហើយរឿងក្តីនេះដែរគឺជារឿងដីដែលពិបាកខ្ញុំពិបាកមែនទែនពិបាករៃរាប់បាទពីព្រោះអត់យើងមិនអាចរកឃាតករបានព្រោះពិបាកណាព្រោះឆ្នាំ20ឆ្នាំជាងមុនហើយការស្លាប់ហ្នឹងគឺអស់រយៈពេល2ឆ្នាំហើយហ្នឹងសាកសពរហូតដល់កើតជាក្រុងឆ្អឹងហើយបាទហើយរឿងនេះដែរគឺចង់ប្រាប់ថាពុំមានការលងណាដែលធ្វើឲ្យមានអ្នកស្លាប់ឬអីគេគ្រាន់តែគាត់លងលក្ខណៈស្រស់បន្លាចឲ្យគេភ័យខ្លាចនៅក្នុងភូមិតែប៉ុណ្្នឹងទេបាទហើយរឿងនេះដែរគឺមានតែប៉ុណ្្នឹងទេហើយថ្ងៃនេះដែរក៏អរគុណដែលបានមានការទទួលស្ដាប់ច្រើនដែរនៅក្នុង channel ពពកក្រហមព្រោះ channel នេះគឺ channel ដែលខ្ញុំទើបតែបង្កើតថ្មីដែរទេអញ្ចឹងណាដូចជាទើបតែនេះគឺជា episode ទី5បាទ episode ទី5រឿងនេះមិនមែនជារឿងដែលរន្ធត់ខ្លាំងអីប្រហែលទេប៉ុន្តែវាជារឿងក្តីដែលចម្លែកចំណងជើងប្រហែលជាខ្ញុំដាក់ថាជាឃាតកម្មដ៏ចម្លែកអញ្ចឹងណាបាទឃាតកម្មចម្លែកអញ្ចឹងព្រោះរឿងហ្នឹងបាត់បង់គ្រួសារដែលពុំមានសាច់ញាតិហើយគិតទៅផ្ទះហ្នឹងក៏នៅដល់បច្ចុប្បន្នរាល់ថ្ងៃដែរបើសិនជាបងប្អូនណាអាចទៅខេត្តកំពង់ស្ពឺហើយអាចទៅសួរគេទៅណាសួរថាផ្ទះតាបារាំងអីចឹងទៅដឹងតែគេស្គាល់ហើយចឹងណាហើយរឿងខ្មោចលងនេះវាមិនសូវជាមានការលំអិតប្រមាណទេពីព្រោះអីអ្នកលងខ្លះក៏ឮតាខាលងមកភូមិអីចឹងទៅណាតែរឿងនេះដែរគឺបានពីបងប្រុសម្នាក់ដែលនៅចិត្តផ្ទះហ្នឹងដែលគាត់បានប្រាប់ខ្ញុំប៉ុន្តែគ្រាន់តែថាខ្ញុំយកមកសម្រាយនេះប្រហែលជាមិនសូវជារន្ធត់ប្រមាណទេប៉ុន្តែអ្វីដែលចង់សម្រាយហ្នឹងគឺចង់សម្រាយពីរឿងក្តីដែលចម្លែកមួយដែលយើងអត់ដឹងណាបានន័យថាយកមនុស្សមិនដឹងថាគេធ្វើសម្លាប់របៀបម៉េចគេធ្វើគាត់ល្មិចមិនដឹងថាគេជាប្លន់ឬក៏គេមិនដឹងថាអីអាហ្នឹងរឿងក្តីហ្នឹងយើងអត់ដឹងហ្មងបានណាយើងអត់ដឹងបានណាគាត់ស្លាប់ទាំងគ្រួសារហើយអញ្ចឹងអត់មានសាច់ញាតិពុំមានអ្នកណាគេដឹងឮថាគាត់ស្លាប់របៀបម៉េចអញ្ចឹងណាអញ្ចឹងបានមានការពិបាកនៅក្នុងការស្រាវជ្រាវហើយរឿងហ្នឹងក៏គេបិទចោលទៅអញ្ចឹងក៏អត់មានអីផ្សេងទៀតដែរបាទរឿងនេះក៏ចប់តែប៉ុណ្្នឹងពពកក្រហមសូមអរគុណហើយនឹងសូមជម្រាបលា